កម្មវិធីស្នើសុំចូលរួមប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារនៅមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានីខេត្តបេក្ខជនបេក្ខនារីត្រូវ scan QR code ដើម្បីបំពេញពាក្យយកបង្កាន់ដៃការបំពេញព័ត៌មានផ្ទាល់ខ្លួនមាន3ដំណាក់កាលដំណាក់កាលទី1តម្រូវឲ្យបេក្ខជនបំពេញលេខអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនដំណាក់កាលទី2ជ្រើសរើសអង្គភាពដែលចង់បម្រើការងារឲ្យបានត្រឹមត្រូវដំណាក់កាលទី3បំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវស្របតាមលក្ខខណ្ឌនៃការជ្រើសរើសដែលបានកំណត់នៅក្នុងសេចក្តីជូនដំណឹងដោយមានភាពទទួលខុសត្រូវផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនដែលបានបំពេញឡើងវិញឲ្យបានត្រឹមត្រូវមុនចុចបន្តផ្ទៀងផ្ទាត់ព័ត៌មានដែលបានបំពេញរួចសូមចុចប៊ូតុងទាញយកបង្កាន់ដៃស្នើសុំពាក្យបេក្ខជនអាចធ្វើការ Screenshot ឬ Save បង្កាន់ដៃស្នើសុំពាក្យនិងបោះពុម្ពចេញដើម្បីបង្ហាញដល់អនុគណៈកម្មការផ្ដល់ពាក្យនិងទទួលពាក្យនៅទីកន្លែងផ្ដល់ពាក្យរក្សាទុកបង្កាន់ដៃស្នើសុំពាក្យនិងបោះពុម្ពចេញដើម្បីយកមកបង្ហាញគណៈកម្មការ